ប្លោះនឹងកងក្រមុំនឹងបង្ហាញវត្តមាននៃសម័យម្ចាស់ដើមការទាំងពីរសងខាងហើយដូច្នេះហើយមុនដំបូងក៏សូមគោរពអញ្ជើញបដាភ្ញៀវកិត្តិយសទាំងអស់ដើម្បីរីករាយនៅទស្សនានៅរបាំជូនពួរដែលមកអំពីសម្ដែងមកអំពីគឺក្រុមរបាំនៅភូមិជ្រោយទឹមបាទហើយដូច្នេះហើយក៏សូមស្នូតែដៃមួយយ៉ាងខ្លាំងដើម្បីស្វាគមន៍ចំពោះវត្តមានរបស់បងប្អូនខាងក្រុមរំនៅភូមិជ្រោយទឹមយើងបាទសូមស្នូតែដៃមួយបាន